ការឮសូររឿងបង្កើតបញ្ហាផលិតផលថៃបណ្ដាលឲ្យឮសូរពាក្យលហលហៀងថាថៃកំពុងតែតាមដានពីសម្ដីរបស់លោកហ៊ុនសែនប្រឆាំងថៃលឹបលោការប្រឆាំងថៃលឹបលោនេះខ្ញុំសង្ស័យតែបានជួបគ្នាមួយសារទៀតហើយបើបានជួបគ្នាមួយសារទៀតវាចំណេញថៃត្រង់ថារឿងព្រំដែនពន្យាពេលតទៅទៀតលើកមកបញ្ជាក់សារជាថ្មីអំពីរឿងពាណិជ្ជកម្មថៃកម្ពុជាថៃនៅក្នុងក្របខ័ណ្ឌអាស៊ានប្រទេសកម្ពុជាគឺជាសមាជិកដែលនៅក្នុងសហគមន៍ពាណិជ្ជកម្មសេដ្ឋកិច្ចអាស៊ានប្រសិនបើចង់ផ្ដាច់នៅពាណិជ្ជកម្មវាមិនខុសទោះអីទេដែលថៃបង្កលក្ខណៈមុនគឺបិទព្រំដែនតែត្រូវអ្នកដឹកនាំខ្មែរចាត់ឲ្យសឿងបើចាត់សឿងផ្ដាច់ព្រឹបហើយរៀបចំនៅផែនការអនុញ្ញាតឲ្យអាជីវករខ្មែរនាំចូលនៅផលិតផលដែលខ្លួនត្រូវការប្រើប្រាស់និងដាក់គោលដៅច្បាស់លាស់ក្នុងការលើកតម្កើងផលិតផលរបស់ខ្មែរក៏ប៉ុន្តែលោកហ៊ុនសែនឥតធ្វើលំហាត់ទេគាត់វាយគោមកចង្ហៀងឲ្យបាក់ស្នែងហើយទុកឲ្យគោមកចង្ហៀងទៀតភ័យរត់ត្រង់នេះវាមិនជួយអ្វីឡើយបញ្ជាក់ម្ដងទៀតដើម្បីឲ្យប្រិយមិត្តបានយល់បើយើងមិនអាចផ្ដាច់ឬក៏យើងមិនហ៊ានបើយើងមិនសឿងក្នុងការផ្ដាច់ពាណិជ្ជកម្មជាមួយថៃទេហើយយើងមកវាយកូនចៅយើងណាយើងមកវាយកូនចៅយើងដោយយកពាក្យថាពុកអលួយនាំផលិតផលចូលមកក្នុងស្រុកតាមរយៈកិច្ចពន្ធគយអីយើងបើកទ្រូងឲ្យបរទេសមើលឃើញថាយើងវាចោលមកសៀតដូចជ្រាបហើយសង្គ្រាមកើតនៅឆ្នាំ2025តាំងពីខែកក្កដានិងខែធ្នូណាខ្ញុំនិយាយឲ្យចំគឺខែបៃលិនឡានរាប់រយឆ្លងខេត្តបៃលិនមិនមែនទំនិញណាមិនមែនទំនិញត្រក្រន់តែឆ្លងដែនពីថៃចូលមកកម្ពុជានិងកម្ពុជាឆ្លងទៅថៃទេទំនិញពីវៀតណាមទៅថៃក៏ឆ្លងកាត់បៃលិនពីថៃឆ្ពោះទៅកាន់វៀតណាមក៏ឆ្លងកាត់បៃលិនលោកហ៊ុនសែនអត់មានហាម5ទៅដល់អភិបាលខេត្តបៃលិនដែលជាកូនធរគាត់ទេហើយស្រាប់តែឥឡូវគាត់មកធ្វើបាបមនុស្សកបៃកប៉ុកឲ្យអាពេលផែងវណ្ណៈជាងអុលមុខអង្គញានេះអង្គញានោះអង្គញានេះអង្គញានោះហ្នឹងគឺជាអាជីវករតូចតាចទេរឿងដែលធំគឺជានយោបាយរួមមួយបងប្អូនរស់នៅប្រទេសកម្ពុជាបងប្អូនណាដែលមិនប្រើផលិតផលថៃណាបងប្អូនណាដែលមិនប្រើផលិតផលថៃមិនប្រើទៅជាសិទ្ធិសេរីភាពរបស់បងប្អូនណាហើយបើព្រះរាជាណាចក្រកម្ពុជាយើងមិនត្រូវការពាណិជ្ជកម្មថៃយើងប្រកាសផ្ដាច់ពាណិជ្ជកម្មទៅយើងប្រកាសផ្ដាច់ពាណិជ្ជកម្មទៅយើងថាថៃឈ្លានពានយើងត្រូវហើយថៃបិទព្រំដែនយើងផ្ដាច់ពាណិជ្ជកម្មទៅ
តែយើងអត់ហ៊ានទេយើងអត់ហ៊ានផ្ដាច់ចរន្តពាណិជ្ជកម្មទេយើងមិនសឿងទេហើយយើងធ្វើបាបមនុស្សនៅក្នុងស្រុកពីដើមឡើយកាលចលករកើតឡើងប្រឆាំងនឹងទំនិញថៃធ្វើឲ្យក្រុមហ៊ុន brand ថៃដូចជា PTT Amazonម៉ាតដតីរួមទាំង 7-Eleven ជួបប្រទះនឹងបញ្ហាលោកហ៊ុនសែនបាននិយាយហើយបានចេញមកនិយាយថាវាអត់ទាន់មានការប្រឆាំងនឹងទេឥឡូវគាត់ដូរគាត់បែរទៅជាធ្វើបាបប្រជាជនខ្លួនឯងរឿងរត់ពន្ធគយរឿងកិច្ចពន្ធរឿងខុសច្បាប់អ្វីដែលបង្កើតនេះគឺធ្វើបាបប្រជាជនខ្លួនឯងធ្វើបាបអ្នកលក់ដូរតូចតាចធ្វើបាបអាជីវករធ្វើបាបចរន្តចែកចាយមិនមែនជានយោបាយស្រួចស្រាវមិនមែនជានយោបាយមុតថ្លាទេនយោបាយមុតថ្លាគឺរាជការផ្ដាច់ចំណងពាណិជ្ជកម្មជាមួយហើយលោកហ៊ុនសែនបានប្រឹងចេញមកបញ្ជាក់ពីទំនិញឆ្លងកាត់ដីគោកណានិងទំនិញឆ្លងកាត់ដែនទឹកឆ្លងកាត់ដែនអាកាសហើយថានឹងគឺជាសេចក្តីសម្រេចរបស់សមត្ថកិច្ចគយជាអ្នកទទួលថាអានឹងខុសច្បាប់ឬមិនត្រូវច្បាប់បើកឲ្យគយដើរគក់គេគក់ឯងដើរឲ្យបើកឲ្យគយដើរគក់គេគក់ឯងបងប្អូនណាដែលឆ្លុះវង្វេងនឹងសម្ដីលោកហ៊ុនសែនយល់ឃើញនៅគាត់និយាយហ្នឹងវាត្រូវតែបងប្អូនណាដែលធ្វើអាជីវកម្មហើយត្រូវគេគក់ត្រូវពួកគយពួកអ្នកដតីដែលចោះមកគក់បងប្អូនធ្វើឲ្យបងប្អូនខាតធ្វើឲ្យបងប្អូនមានបញ្ហានឹងទើបបងប្អូនដឹងថាសម្ដីលោកហ៊ុនសែនវាបំផ្លាញសេដ្ឋកិច្ចលោកហ៊ុនសែនប្រើពាក្យធំថាអ្នកដែលចរាចរទំនិញដែលគាត់ចោទប្រកាន់ថាជាទំនិញខុសច្បាប់នោះគឺប្រមាថប្រទេសជាតិបន្តិចទៀតលោកហ៊ុនសែនប្រើពាក្យខ្មែរក្រហមថានឹងសត្វក្បត់ជាតិនៅពេលដែលគិតថាទំនិញអស់ហ្នឹងវាក្បត់ជាតិពេលហ្នឹងហើយដែលអាមីអាថោងតាមក្រសួងមួយយកអាសម្ដីរបស់គាត់ហ្នឹងទៅធ្វើបាបប្រជាជនបងប្អូនអ្នកប្រើអត់ដឹងរឿងថាគ្នាធ្វើអាជីវករពិបាកប៉ុណ្ណាទេសេដ្ឋកិច្ចឥឡូវវេទនាអគ្គនាយកពន្ធដារកំពុងតែរៀបគម្រោងប្រមូលពន្ធឲ្យច្រើនពីព្រោះរាជការអត់មានលុយចាយដៃម្ខាងបើរាជការពិតជាបោសសម្អាត scammer វាត្រូវប្រមូលពន្ធឲ្យច្រើនអញ្ចឹងទាំងអាជីវករទាំងពលករអ្នករកស៊ីទាំងអស់សូម្បីតែកសិករដែលគេសន្យាថាអត់យកពន្ធដីស្រែហ្នឹងក៏ទទួលសម្ពាធពីការប្រមូលពន្ធដារក្នុងប្រទេសកម្ពុជាដែរយើងគិតមើលនៅក្នុងគំនិតនៃសេដ្ឋកិច្ចយើងលំបាកហើយមេដឹកនាំធ្វើបាបទៅយើងណាអានោះហើយជាលក្ខណៈមួយដែលវេទនាណាលក្ខណៈដែលវេទនាគឺអញ្ចឹងណាបងប្អូនដែលប្រើផលិតផលឲ្យជឿតាមការធ្វើពហិការបងប្អូនមិនខ្វល់ទេតែសេដ្ឋកិច្ចខូចហើយសេដ្ឋកិច្ចខូចក៏ប៉ះពាល់បងប្អូនដែរប៉ះពាល់បងប្អូនយ៉ាងម៉េចកាលណាសេដ្ឋកិច្ចផ្ទៃក្នុងវាខូចការរកស៊ីវាមិនបានម៉ែឪក៏ពិបាកលុយរកមិនបានចាយក៏ធ្លាក់ចុះវាប៉ះពាល់ទាំងអស់គ្នាអញ្ចឹងនៅពេលអ្នកដឹកនាំជួយរុញច្រានឲ្យសេដ្ឋកិច្ចវាខូច
ហើយយល់ឃើញថាការនិយាយហ្នឹងណាវាជាប្រជាប្រិយភាពរបស់លោកហ៊ុនសែនខ្ញុំថាលោកហ៊ុនសែនកំពុងតែបំផ្លាញនយោបាយកូនគាត់ណាអ្វីដែលគាត់ចាញ់គាត់ងើបឡូឡាមួយថ្ងៃគាត់អោនចុះមួយថ្ងៃហ្នឹងគឺគាត់កំពុងតែបំផ្លាញការដឹកនាំរបស់លោកហ៊ុនម៉ាណែតបើសឿងពិតប្រកបណាគឺណាត្រូវតែហ៊ានប្រកាសផ្ដាច់ណាគឺត្រូវតែហ៊ានប្រកាសផ្ដាច់ពាណិជ្ជកម្មបើមិនផ្ដាច់ពាណិជ្ជកម្មទេកុំបង្កការលំបាកដល់សេដ្ឋកិច្ចនៅក្នុងស្រុកអីដើម្បីបំពេញចិត្តអ្នកដែលស្រេកឃ្លានចង់ធ្វើពហិការចំពោះទំនិញថៃទៅឲ្យសេដ្ឋកិច្ចទៅប៉ះពាល់ដល់អាជីវករហើយធ្វើឲ្យពួកកយឡើងចាងធ្វើគេស៊ីធ្វើគេឲ្យលំបាកមិនមែនជួយទេលោកហ៊ុនសែនកំពុងតែដើរកើមទៅរកផ្លូវវិនាសអីវិនាសសេដ្ឋកិច្ចរបស់កូនគាត់លោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីត្រង់នេះអត់ទេហើយពួកថៃសៀមនេះក៏វារករឿងគាត់បានខ្ញុំគ្រាន់តែរំលឹកថាសម្ដីដែលលោកហ៊ុនសែនឡូឡានេះមើលមកផ្លែតដូចសមតែបើគិតមែនតើផ្លាញខ្លួនឯងទេចាំមើលតើខ្ញុំនិយាយយ៉ាងម៉េចពីព្រោះទំនិញថៃវាត្រូវតែនៅលក់ដូរស្រុកខ្មែរវាមិនបានទំនិញថៃលក់ដូរនៅស្រុកខ្មែរពីព្រោះយើងមិនបានផ្ដាច់ប្រព័ន្ធពាណិជ្ជកម្មជាមួយនឹងថៃទេបើយើងផ្ដាច់យើងចេញច្បាប់ថាគ្មានទំនិញថៃនៅគ្រប់ទីកន្លែងតែនេះគឺឲ្យដាវអាជ្ញាសិទ្ធិទៅគយណាគឺឲ្យដាវអាជ្ញាសិទ្ធិទៅគយហើយគយនឹងអាចគៀបសង្កត់ជិះជាន់ហើយធ្វើឲ្យអាជីវករគ្នាខាតបង់ដែលបណ្ដាលឲ្យការរកស៊ីលំបាកខូចខាតទៅដល់សេដ្ឋកិច្ចអាហ្នឹងអញ្ចឹងខ្ញុំក៏នឹងជំរាបប៉ុណ្ណឹងថាអ្នកនយោបាយបើនិយាយគ្រាន់តែដើម្បីប្រជាប្រិយភាពហើយវាខូចសេដ្ឋកិច្ចណាកាលណាវាខូចសេដ្ឋកិច្ចគឺយើងទាំងអស់គ្នារងទុក្ខវេទនាដកឃ្លាមកវិញថ្ងៃនេះខ្ញុំរងចាំព័ត៌មានស្ដីអំពីដំណោះស្រាយនៅសង្គ្រាមអ៊ៃរ៉ាន់ណាឮសូរថាគេនឹងចុះហត្ថលេខាលើ MOU រវាងអាមេរិកនិងអ៊ីរ៉ាន់មកទល់ពេលនេះអត់ទាន់ឃើញសង្ស័យតែសភាពការមិនទៅមុខទេសភាពការវាអត់ដំណើរការទៅមុខណានេះគឺជាកង្វល់មួយមានព័ត៌មានមួយទៀតពីសិង្ហបុរីគេនិយាយថាប្រទេសកម្ពុជាមានណាគេប្រទេសកម្ពុជាមានការលូតលាស់ផ្នែកធម្មពលបៃតងដែលតំណាងជិត 60% នៃអគ្គិសនីប្រើប្រាស់សិង្ហបុរីនិយាយនឹងល្អក៏ប៉ុន្តែតម្លៃអគ្គិសនីនៅកម្ពុជាថ្លៃតម្លៃអគ្គិសនីនៅកម្ពុជាថ្លៃសិង្ហបុរីគេនិយាយថានៅពេលដែលមានវិបត្តិធម្មពលកម្ពុជាអគ្គិសនីអត់ឡើងថ្លៃគេថាអានោះវាជាចំណុចវិជ្ជមានរបស់យើងខ្ញុំទទួលស្គាល់ថាសិង្ហបុរីនិយាយជាចំណុចវិជ្ជមានក៏ប៉ុន្តែសិង្ហបុរីមិនបានបញ្យល់ថាតម្លៃអគ្គិសនីបើប្រៀបទៅនឹងប្រទេសជិតខាងវាថ្លៃជាងគេទេ
ចឹងការលើកតម្កើងថាប្រទេសកម្ពុជាដោយសារមានធម្មពលបៃតងអគ្គិសនីវាអត់ឡើងថ្លៃប៉ុន្តែវាមិនថោកហើយដល់វាអត់ឡើងថ្លៃហើយវាមិនថោកជីវភាពប្រជាជនមានស្រួលឯណាណាជីវភាពប្រជាជនមានស្រួលឯណាអញ្ចឹងហើយត្រូវយើងចូលចិត្តចូលហើយអួតផងណាដល់យើងចូលចិត្តចូលហើយអួតផងឲ្យតែសិង្ហបុរីគេនិយាយអញ្ចឹងយើងយកមកអួតប្រាប់គ្នាយើងតែឃើញទេការរៀបចំធម្មពលនៅប្រទេសកម្ពុជាគឺត្រឹមត្រូវល្អណាស់មានគេសរសើរប៉ុន្តែបើយើងឆ្ងោកមើលខ្លួនយើងតើវិនិយោគនៅកម្ពុជាមិនបានវាមិនច្រើនពីព្រោះអាតម្លៃធម្មពលវាថ្លៃអាហ្នឹងគឺជាចំណែកមួយដែលអ្នកចូលមិនលើកមកនិយាយទេណាមិនលើកមកនិយាយទេបាទបុណ្យធឿនសាឡុំសែនត្រឹមត្រូវហើយនៅកម្ពុជាគេមិនពឹងលើច្បាប់ទេគេពឹងលើមាត់អានោះអញ្ចឹងគេពឹងលើមាត់ណាចំរងចៅថតរូបស្អាតតែចៅគម្រាមដល់ជីវិតខ្ញុំអនឡាញណាបងប្អូនឃើញទេចំរងមានរូបថតមានអត្តសញ្ញាណប័ណ្ណខ្ញុំថតទុកបើខាងសន្តិសុខខ្ញុំថតទុកឃើញកំពុងតែគម្រាមដល់ជីវិតខ្ញុំទេនេះហើយជាចរិតរបស់ខ្មែរយើងណាឃើញទេបងប្អូនឃើញចំរងនៅ Facebook គម្រាមជីវិតខ្ញុំទេឃើញទេណាហើយមុខមាត់រូបថតអីច្បាស់លាស់ណាឃើញទេបងប្អូនឃើញគម្រាមជីវិតទេខ្មែរយើងចូលចិត្តអំពើហិង្សាណាឃើញឃើញចម្រងគម្រាមជីវិតខ្ញុំទេបាទហើយចៅចម្រុងចៅមិនបានសក់ទេមួយជីវិតរបស់ចៅរស់នៅក្រោមការជិះជាន់រហូតពីព្រោះចៅជាមនុស្សដែលគំរាមជីវិតអ្នកដទៃណាបងប្អូនឃើញមុខចម្រុងណាចាំខ្ញុំថតជួយផ្សាយឲ្យទាំងពីរអ្នកស្រីប្រុសហ្នឹងឃើញទេណាហ្នឹងគឺគាត់អញ្ចឹងខ្ញុំនេះគឺអត់មានឲ្យអ្នកណារងទុក្ខវេទនាទេណាគឺចង់ឲ្យបានសេចក្តីសុខណា